ជម្រាបសួរនាងខ្ញុំឈ្មោះនួនណាផាតមករបស់ខ្ញុំឈ្មោះនៃសមាជិកក្រុមនិងសមាជិករបស់ខ្ញុំឈ្មោះហ៊ីមលីហៀងនិងសាសខានីមកពីក្រុម Pink Power នៃសាលាវិទ្យាល័យខ្លាញ់មាសអំពីប្រធានបទសកម្មភាពដើម្បីបរិស្ថានបៃតងបរិស្ថានបៃតងគឺជាបរិស្ថានដែលស្អាតគ្មានសម្រាមនិងមានពណ៌បៃតងស្រស់ស្អាតมันមានការបំពុលអំពីជំវិញខ្លួនហើយមានខ្យល់បរិសុទ្ធល្អស្រស់ថ្លាมันមានការបំពុលពីអ្វីឡើយបញ្ហាមានដូចជាបញ្ហាការចោលសម្រាមផ្ដេសផ្ដាសនៅតាមប្រភពទឹកនិងបញ្ហាកាប់បំផ្លាញព្រៃឈើនិងការដុតសម្រាមធ្វើឲ្យខូចបរិស្ថានអនាម័យដំណោះស្រាយនៅពេលដែលយើងបោះចោលសម្រាមអញ្ចឹងយើងត្រូវយើងមិនត្រូវចោលសម្រាមផ្ដេសផ្ដាសកុំបំពុលបរិស្ថានព្រោះអីបរិស្ថានគឺជាបរិស្ថានដែលមានខ្យល់បរិសុទ្ធល្អយើងត្រូវតែដើរប្រមូលសម្រាមយើងត្រូវចេះជួយសម្អាតបរិស្ថានគ្នាទៅវិញទៅមកជាចុងបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដែលមានតម្លៃមកស្ដាប់ក្រុមនាងខ្ញុំបកស្រាយនៃប្រធានបទដើម្បីបរិស្ថានបៃតង